คือชื่อบอนอะไรพวกไอกษาดทอมมุ้ยในจอมริตนีพนุ่มปิงหอยวิมิชโมธาบอนอะไรพวกไอกษาในวิเชียสถานบารังในกัมพูชีบอนอะไรพวกไอกษามุ้ยนี่คือบอนตกไอกษาจีจรานคลางแมนเทนหนึ่งครบรู้เชียดโดยเชียประวัติศาสตร์ขมายดีวีดีទស្សនាវដ្តីប្រឡំលោកនិងឯកសារដ៏មានតម្លៃផ្សេងៗទៀតសុទ្ធសឹងតែជាភាសាបារាំងនិងភាសាខ្មែរសម្រាប់ខ្ញុំបណ្ណាល័យពហុឯកសារមួយនេះគឺផ្ដល់ភាពងាយស្រួលទៅកាន់សិស្សានុសិស្សដែលកំពុងតែសិក្សាស្រាវជ្រាវនិងជាពិសេសអ្នកដែលកំពុងតែមានបំណងចង់រកឯកសារដើម្បីបញ្ចប់សារណារបស់ខ្លួនខ្ញុំគិតថាទីនោះគឺជាបណ្ដុំឯកសារដែលអ្នកទាំងអស់គ្នាកំពុងតែស្វែងរកនៅបទពិសោធន៍ខ្ញុំផ្ទាល់ទីនោះគឺសុទ្ធសឹងតែជាឯកសារដ៏មានតម្លៃជាពិសេសអ្នកដែលកំពុងស្វែងរកឯកសារដែលមានវ័យចំណាស់នៅទីនោះគឺមានមួយចំនួនផងដែរអ្វីដែលសំខាន់គឺអ្នកទាំងអស់គ្នាអាចមានឱកាសក្នុងការខ្ចីសៀវភៅទាំងអស់ហ្នឹងយកទៅមើលនៅផ្ទះផងដែរគ្រាន់តែអ្នកទាំងអស់គ្នាត្រូវតែមានការបន់តម្លៃតែប៉ុណ្ណោះហើយការធ្វើការនេះគឺងាយស្រួលអត់មានពិបាកទេអ្នកទាំងអស់គ្នាអាចទៅសិក្សាជាមួយនឹងបណ្ណាល័យនៅទីនោះបានខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទៅបណ្ណាល័យនោះដើម្បីស្វែងរកសៀវភៅដែលអ្នកទាំងអស់គ្នាកំពុងតែស្វែងរកព្រោះអីទីនោះមានច្រើនខ្លាំងមែនទែនគឺមានរហូតដល់ 28,000 ឯកសារឯណោះលើសពីឯកសារនៅទីនោះគឺបានផ្ដល់ Wi-Fi ល្បឿនលឿនទៅកាន់អ្នកទាំងអស់គ្នាប្រើឥតគិតថ្លៃក៏ដូចជាកន្លែងដែលមានផាសុកភាពក្នុងការអង្គុយសិក្សាស្រាវជ្រាវឬក៏រៀនឬក៏ធ្វើស្វ័យសិក្សាដោយខ្លួនឯងនៅទីនោះផងដែរខ្ញុំលើកទឹកចិត្តឲ្យសិក្សានុសិស្សទាំងអស់គ្នាទៅធ្វើស្វ័យសិក្សានៅទីនោះជាជាងយើងទៅហាងកាហ្វេហើយអ្វីដែលលើសពីនេះទៅទៀតខ្ញុំលើកទឹកចិត្តឲ្យអ្នកដែលមានបំណងចង់ចេះភាសាបារាំងទៅទីនោះឲ្យបានញឹកញយដោយសារតែការរៀនភាសាបារាំងគឺតម្រូវឲ្យយើងស្ដាប់ឮការនិយាយភាសាបារាំងនឹងជារៀងរាល់ថ្ងៃនិងអនុវត្តក្នុងការនិយាយផ្ទាល់ហើយទីនោះគឺសម្បូរទៅដោយអ្នកដែលចេះភាសាបារាំងដូច្នេះហើយវាផ្ដល់ភាពងាយស្រួលមកកាន់យើងក្នុងការអនុវត្តនិយាយភាសាបារាំងជាមួយនឹងអ្នកនៅទីនោះអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺនៅទីនោះគឺបើកទ្វារជូនសាធារណជនទាំងអស់តែម្ដងមិនមែនសម្រាប់តែសិក្សានុសិស្សដែលរៀនភាសាបារាំងនៅវិទ្យាស្ថានបារាំងនោះទេមិនថាសិក្សានុសិស្សនៅទីណាក៏ដោយនៅសាលាណាក៏ដោយក៏អាចចូលរៀនធ្វើស្វ័យសិក្សាឬក៏ស្វែងរកឯកសារនានានៅទីនោះផងដែរអ្វីដែលលើសពីសៀវភៅទៅទៀតនៅក្នុងនោះក៏មាន disk ផងដែរដែលអ្នកទាំងអស់គ្នាអាចយកវាទៅចាក់នៅក្នុងកុំព្យូទ័រដែលមាននៅក្នុងបណ្ណាល័យនោះស្រាប់ឬក៏អ្នកទាំងអស់គ្នាអាចខ្ចីវាយកទៅមើលនៅផ្ទះរបស់អ្នកទាំងអស់គ្នាបានផងដែរបើសិនជាអ្នកទាំងអស់គ្នាមានក្បាល DVD នឹងដែរគេហៅជាភាសាបារាំងថា lecteur DVD វីដេអូមួយនេះគឺខ្ញុំបង្ហាញអ្នកទាំងអស់គ្នាតែបណ្ណាល័យថាតើនៅក្នុងបណ្ណាល័យហ្នឹងវាមានអីខ្លះប៉ុន្តែទៀតសោតនៅក្នុងវិទ្យាស្ថានបារាំងទាំងមូលគឺវាមានទៅដោយ cinéma galerie bistro grand jardin CDL ដែលអ្នកទាំងអស់គ្នាអាចចូលទៅទស្សនាបាននៅទីនោះហើយទីនោះ welcome រាល់ public ទាំងអស់ដែលមកពីទីណាក៏ដោយអាចចូលទៅ discover នៅក្នុងនោះបានដូច្នេះហើយអ្នកទាំងអស់គ្នាកុំភ្លេច share នៅវីដេអូនេះដើម្បីឲ្យអ្នកដែលកំពុងតែចង់សិក្សាស្រាវជ្រាវនៅឯកសារផ្សេងៗទៀតសោតគឺអ្នកដែលកំពុងតែមានបំណងបញ្ចប់សារណារបស់ពួកគាត់បានស្គាល់នៅទីនេះដើម្បីឲ្យពួកគាត់បានទៅរកឯកសារដែលមានតម្លៃផ្សេងៗឬក៏ឯកសារដែលពួកគាត់កំពុងតែត្រូវការនឹងនៅក្នុងវិទ្យាស្ថានបារាំងនៅកម្ពុជាផងដែរសម្រាប់ព័ត៌មានលម្អិតអ្នកទាំងអស់គ្នាអាចទៅមើលនៅក្នុង page នៃវិទ្យាស្ថានបារាំងនៅកម្ពុជានេះបានអញ្ចឹងវីដេអូយើងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូនេះជាប្រយោជន៍ទៅកាន់អ្នកទាំងអស់គ្នាជាពិសេសអ្នកដែលកំពុងតែស្វែងរកកន្លែងរៀនក៏ដូចជាអ្នកដែលកំពុងស្វែងរកឯកសារដើម្បីបញ្ចប់សារណាអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយចៅ